ជំរាបសួរលោកគ្រូទាំងអស់គ្នាអញ្ចឹងលោកគ្រូសំអូនមានវីដេអូមួយទៀតហើយវីដេអូនេះគឺយើងដល់មេរៀនទី57តាក់ទងជាមួយនឹងរង្វាស់ប្រភេទអញ្ចឹងយើងដឹងហើយថាកាលណានិយាយពី measurement scale ចឹងអត់អញ្ចឹង measurement scale មាន4ប្រភេទអញ្ចឹងប្រភេទមួយក្នុងចំណោម4នោះគឺហៅថា nominal scale អញ្ចឹងកន្លែងនេះគ្រូសំអូនថា nominal scale ហ្នឹងភាសាខ្មែរយើងគេថារង្វាស់ប្រភេទបាទហើយចំណុចសំខាន់នៃរង្វាស់ប្រភេទលោកគ្រូណាកាលណាគេនិយាយពី nominal scale លោកគ្រូជិតតែដឹងថាទិន្នន័យហ្នឹងជាទិន្នន័យ nominal scale គឺជាប្រភេទទិន្នន័យគុណវិស័យបាទមិនមែនទិន្នន័យបរិមាណណាគឺទិន្នន័យគុណវិស័យអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាថាតើយើងអាចសម្គាល់រង្វាស់ប្រភេទហ្នឹងគឺតាមរបៀបណាអញ្ចឹងគេអាចសម្គាល់រង្វាស់ប្រភេទហ្នឹងទី1ដោយខ្ញុំបញ្ជាក់ពីខាងដើមមិញហ្នឹងកាលណាគេនិយាយរង្វាស់ប្រភេទ nominal scale ហ្នឹងគឺគេហៅទិន្នន័យវាគុណវិស័យអញ្ចឹងមិនមែនបរិមាណគ្រូណាអញ្ចឹងវាថាអត់មានតួលេខទេបាទទី2ហ្នឹងគឺទិន្នន័យមានលក្ខណៈជាប្រភេទបាទមានលក្ខណៈជាប្រភេទគ្រូណាទី3ហ្នឹងគ្មានលំដាប់គ្មានកម្រិតអញ្ចឹងមានថាមានលក្ខណៈប្រភេទឧទាហរណ៍ភេទប្រុសភេទស្រីអញ្ចឹងវាអត់មានលំដាប់ទេលំដាប់អត់ថាឥឡូវទៀបខ្ពស់អញ្ចឹងឧទាហរណ៍ណាអញ្ចឹងអានឹងអត់ទេអញ្ចឹងគេថាភេទប្រុសភេទស្រីអញ្ចឹងអត់មានលំដាប់ទេមានតែប្រភេទបាទគ្មានកម្រិតទេភេទប្រុសភេទស្រីអត់មានកម្រិតទេបាទទី3គឺអត់អាចបូកដកគុណចែកបានអញ្ចឹងមកនិយាយថាសខ្មៅលោកគ្រូទៅបូកដកគុណចែកបានអត់បានទេអញ្ចឹងហើយបានគេថាទិន្នន័យ nominal scale រង្វាស់ប្រភេទហ្នឹងគឺវាទិន្នន័យគុណវិស័យពីព្រោះអត់អាចបូកដកគុណចែកបានវាជាទិន្នន័យប្រភេទវាគ្មានលំដាប់គ្មានកម្រិតបាទมันអាចគណនាបានហើយមួយទៀតលេខដែលតំណាងហ្នឹងគ្មានតម្លៃមកថាលោកគ្រូបងលេខ1ប្រុសលេខ2ស្រីអញ្ចឹងអាលេខ1លេខ2ហ្នឹងគ្មានតម្លៃទេលោកគ្រូចង់ដាក់លេខ2ប្រុសលេខ1ស្រីក៏បានដែរអាលេខត្រឡប់បានលេខ1ខ្មៅលេខ2សចឹងលោកគ្រូចង់ដាក់លេខ1សលេខ2ខ្មៅក៏បានដែរអញ្ចឹងអាហ្នឹងគឺជាលក្ខណៈពិសេសលក្ខណៈសម្គាល់ថាហ្នឹងវាជារង្វាស់ប្រភេទអញ្ចឹងលោកគ្រូទៅសម្គាល់កន្លែងហ្នឹងពីព្រោះនៅពេលដែលលោកគ្រូបង្កើតបញ្ជីសំណួរពេលហ្នឹងលោកគ្រូទៅគិតឡើងហ្នឹងអញ្ចឹងបញ្ជីសំណួរលោកគ្រូហ្នឹងប្រកាសជាពិសេសក្នុងព័ត៌មានទូទៅពេលលោកគ្រូសេព័ត៌មានទូទៅក្បាលដើមដំបូងណាអញ្ចឹងអាព័ត៌មានទូទៅហ្នឹងហើយលោកគ្រូនឹងយករង្វាស់ប្រភេទហ្នឹងប្រើឬក៏យករង្វាស់លំដាប់ប្រើមានថាយក nominal scale ordinal scale ឬក៏ interval ឬក៏ ratio scale ប៉ុន្តែកន្លែងនេះយើងនិយាយតែ nominal scale អញ្ចឹងលោកគ្រូដឹងណាអញ្ចឹងអានេះលោកគ្រូទៅច្បាស់សួរតាំងចាហ្នឹងរៀនតែលោកគ្រូសមូនអញ្ចឹងដោយលោកគ្រូសមូនជាក់ចាំងថានៅពេលដែលលោកគ្រូបង្កើតសំណួរបញ្ជីសំណួរហ្នឹងគឺលោកគ្រូត្រូវតែគិតពិចារណាទៅលើ nominal scale បាទអញ្ចឹងឥឡូវយើងមើលលក្ខណៈនៃរង្វាស់ប្រភេទអញ្ចឹងគឺថាយើងអាចសម្គាល់រង្វាស់ប្រភេទបានដោយគ្រូសមូនជាក់ណាមានតែប្រភេទទេបាទប៉ុន្តែអត់មានលំដាប់ទេអត់មានកម្រិតទេអញ្ចឹងឧទាហរណ៍ភេទប្រុសភេទស្រីឈាម AB ឈាម O ពណ៌បៃតងក្រហមខ្មៅនៅលាវពោះម៉ាយទៅសក់ត្រង់ស្លូតទៅអញ្ចឹងអាពួកនោះមានតែប្រភេទគ្មានលំដាប់គ្មានកម្រិតមិនអាចគុណបូកដកចែកបានទេអត់មានគុណបូកដកចែកគ្រូណាហើយគ្រូបងលេខតំណាង1 2 3បងទៅតាមចិត្តលោកគ្រូចង់បងទី2អត្តសញ្ញាណឬប្រភេទមកថៃខ្មែរយួនសៀមទៅពុទ្ធសាសនាឥស្លាមស្លាកលេខទីលំនៅខេត្តទៅអញ្ចឹងអាពួកនោះមានតែប្រភេទទេគ្មានលំដាប់គ្មានកម្រិតហើយក៏មិនអាចបូកដកគុណចែកដែរនិយាយពីគេចំណងមួយចិត្តអាមកថាឥឡូវតន្ត្រីបុរាណតន្ត្រីសម័យចូលចិត្តមន់ទាគោនំបញ្ចុកនំសមអញ្ចឹងទៅឧទាហរណ៍អញ្ចឹងអាហ្នឹងគឺមានតែប្រភេទអត់មានលំដាប់អត់មានកម្រិតមិនអាចបូកដកគុណចែកបានទេដូចគ្នាលោកណាតែខាងភូមិសាស្ត្រជនបទខេត្តទិសក្រុងទៅបាទផ្នែកខាងគេលោកធុរកិច្ចឧទាហរណ៍ផលិតផលខោអាវស្បែកជើងអីទៅលុយសុទ្ធបាញ់តាមម៉ាស៊ីន ATM នេះទៅរដ្ឋបាលរ៉ាញ់តូឧទាហរណ៍គ្រូបង្រៀនកកម្មករកសិករទៅឧទាហរណ៍ផ្នែកសុខាភិបាលមានថ្នាំពេទ្យថ្នាំប៉ារ៉ាថ្នាំឌីកូសង់ទៅសារ៉ូមមកពីបារាំងមកពីឥណ្ឌាឧបករណ៍វាស់ស្ទង់កម្ដៅមកពីបារាំងមកពីចិនមកពីអាល្លឺម៉ង់ជប៉ុនទៅឧទាហរណ៍លោកណាបាទអញ្ចឹងគេថាទាំងអស់ហ្នឹងសុទ្ធតែជារង្វាស់ប្រភេទដោយសារវាអត់មានអីគេលោកអត់មានលំដាប់អត់មានកម្រិតហើយមិនអាចបូកដកគុណចែកបានអញ្ចឹងតំណែងអត់ហ្នឹងគឺជាតំណែងគុណវិស័យបាទនៅពេលដែលយើងនិយាយអំពីរង្វាស់ប្រភេទគេសួរចែកចេញជាបានគ្រូមាន2ទី1ហៅថាប្រភេទទ្វេលោកណាហៅថា dichotomous ហើយមួយទៀតគេហៅថា polychotomous បាទអញ្ចឹង dichotomous គេចង់ថាប្រភេទដែរតែមាន2មកប្រុសស្រីខុសត្រូវធ្លាក់ជាប់ហេឡូប្រភេទដែរតែពហុហៅ polychotomous អញ្ចឹងមានគេសម្បល់ខ្មៅសស្រអែមឧទាហរណ៍កម្មករកសិករមន្ត្រីទៅខ្មែរយួនសៀមទៅអញ្ចឹងចាប់ពី3ប្រភេទឡើងទៅហៅថា polychotomous អានេះគ្រាន់តែលោកគ្រូស្គាល់ណាប៉ុន្តែអ្វីលោកគ្រូទៅសម្គាល់ថាពួកនឹងអត់មានលំដាប់អត់មានកម្រិតហើយមិនអាចគុណបូកដកចែកបានអញ្ចឹងមួយទៀតគេសួរថាតើយើងរៀនរង្វាស់ប្រភេទដើម្បីអី
chẳng đôi cú một chạm bị khẳng đàm chẳng ti mũi cứ là cú do bà cát bằng chi sầm nùa chẳng là không chi sầm nùa là cú hát là bây là cú từ xù cái cú bà chẳng tha sầm nùa cú bỏ miền tu tâu cái lại bỏ miền tu tâu nâng hay là cú nó bên đây là cú per literature review rồi lập từ đây thôi nó bên từ đây tháng bẹo quan chỉ mùi nâng ti làm đầu từ đây thà bẹo quan là một page ở mà tha là cú vậy bi ca sắc xa riêng sổ bà nó bên ca xa riêng sốt là cú mua tha là cú án từ xây tháng phết nó bẹo quan phết khóc này nó cứ làพอในการซาเรื่องโซนnó khóc nàyจังเราไปlà cú án từ xây miền ở đằng chỗ lạiเราไปlà cúประกาศบัญชีสำนูเนี่ยlà cúก็แต่miền thiệt đằng chỗ này có tiêu là cú trong sắc xa pi chấm đá đằng hay là bạc khai thì họ sẽ tới miền bãi nhà bắt ở trên sai nó là cú trong đằng pi ti cái này thì họ ti cái này chỉ muối nắng cao bên trên cao luôn đâu chắc nó biết anh vậy bị ti cái này nhưng mà thà lâu miền cao miền pin miền cà pốt rồi hay dân pin chất cao luôn đâu bạch chắc người ta ti cái này cọc ní cao pin chất nó cọc ní chắc pin nó không chi sầm nú là cú tổng miền ti cái này đằng chắc miền tha rồi bọtประเภท เนี่ยlà cú đã là không chi sầm nú bàn cả ná lục cú an từ tây từ bản nào lại sáng nữa từ đây kinh giấy tha này từ đây nó miền bẹo quan chỉ mùi nó bỏ phê đằng chẳng phê nó không chỉ sầm nụ bản cũ là cũ có thời do một quan nó cả ta từ đây kinh giấy chẳng nó phê dương sắc xa chả đấy nhà ta dương tụi giúp bạn sạch thì họ bạn chẳng là cũ mới hay nè chẳng miền tha rồi bỏ phê nó cứ bị chạm bạch lại đằng hay ba là cũ đang lại đằng tí mình sóc là cũ và cả bình chi sầm nụ là cũ dẹp qua miền tu tâu chết đặt ti lắm nâu chết đặt phê chết tại đại cái một con bò chẳng thì họ nè và là cú còn plei này vô đồng bào phết á miền tha vô tập phết á miền làm đắp ở miền con trai tụ lại bàn thì chân mẹ chết lại thế là cú nát đã năng luta là cú an làm lực là lái sát vì cái khơi tha đứa nó bẹo toàn bành hà này tivi nó bẹo thộp nó là cú này trong sắc xa thà thà bảo bẹo toàn nó cú sắc xa tao học này mình chân pi nó bò miền thật đã chân mẹ đã tam cả này khơi nhú na đã tam cả này khơi thì chân xua tha nó bẹo đai là cú miền tây này đồng bào phết ở pra nông mình chi sầm nuôi cú nữa ta nó pe là cú dọc cho cam thì state là cú pra cái chẳng chỉ tu tới cứ pra descriptive statement tha nè là cú dừng rồi nè mode nè rồi frequency rồi percentage gì mình tha rồi chấm luônประมาณthế là cú nè dừng ở min median standard deviationนี่คืออัน miền thế dừng kẹtเนี่ยcả thế là cú ប៉ុន្តែក្នុងករណីឧទាហរណ៍លោកគ្រូចង់ដឹងថាភេទហ្នឹងមានតំណែងតំណងជាមួយនឹងមុខរបរដែរទេការជ្រើសមុខបរដែរទេហកទីលំនៅហ្នឹងមានតំណែងតំណងជាមួយនឹងកម្រិតនៃការរៀនសូត្រដែរទេឧទាហរណ៍អញ្ចឹងនៅពេលហ្នឹងលោកគ្រូនឹងអាចឈានទៅដល់បន្តទៀតគឺប្រើពពុះ inferential statistic មានថាប្រើស្ថិតិកម្រិតខ្ពស់មានថាលោកគ្រូអាចឧទាហរណ៍ថា correlation ឬក៏អាចឧទាហរណ៍ថា ANOVA បាទអាហ្នឹងផ្សេងប៉ុន្តែជាទូទៅនេះគឺជាបឋមបាទជាបឋមនេះនៅពេលដែលគ្រូមានតំណែងតែប៉ុណ្ណឹងអត់រកអីលើហ្នឹងទេអញ្ចឹងមានថាក្នុងកម្មវិធីស្ថិតិហ្នឹងគឺលោកគ្រូប្រើតែពួក descriptive statistic ហើយលោកគ្រូមើលតែអ្នក percentage ឬក៏មើលម៉ូដប៉ុណ្ណឹងទេអត់បានមើលមាន median ឬ standard deviation ទេពីព្រោះវាអត់មានកម្រិតវាអត់មានភាពខុសគ្នាអញ្ចឹងមាន standard deviation ហ្នឹងគឺយើងកណនាការទេអញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូនៅខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសំអូនសូមអរគុណសូមជម្រាបលា